បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថ្ងៃនេះខ្ញុំដៃថ្មីចេញ review ពីរបៀបស្លម្ជូរគ្រឿងហើយថ្ងៃនេះនឹងក្រុមគ្រួសារខ្ញុំប្រាប់តិចនិចខ្លះនៃគ្រួសាររបស់ខ្ញុំស្លម្ជូរគ្រឿងដំបូងខ្ញុំមានគ្រឿងផ្សំរួចអស់ដូចជាស្លឹកគ្រៃល្មៀតស្លឹកក្រូចខ្ទឹមខ្ទិះដូងអញ្ចឹងដំបូងខ្ញុំបុកគ្រឿងថែមល្មៀតវាស្ទើល្មៀតហើយដាក់ល្មៀតបន្តទៀតបុកបន្តទៀតហើយគ្រូសាខ្ញុំកំពុងរៀបចំហាន់ម្ហូបនេះហាន់ម្ហូបបណ្ដើនិយាយគ្នាបណ្ដើសួរគាត់ទៅត្រូវដាក់អីខ្លះទៀតដាក់យ៉ាងម៉េចទៀតហើយខ្ញុំក៏មិនចេះសពគ្រប់ដែរតែខាងគ្រូសាខ្ញុំគាត់ចេះសពគ្រប់ពីរបៀបស្លស្លុកខ្ញុំមើលតាមដំណើររបស់បងប្អូនឃើញខ្ញុំបុកអត់ម៉ត់គាត់បុកបន្តថែមតិចទៀតហើយនេះប្រហុកទិញគេស្រែដូចគ្នាទេទិញមកពីស្រែដូចគ្នាខ្ញុំក៏ស្រែហើយចិញ្ច្រាំតុកមើលទៅបងប្អូនមើលទៅតាមរបៀបហ្នឹងមានគ្រឿងច្រាំប្រហុកច្រាំអីរួចយើងកូរគ្រឿងកូរអីជាមួយប្រហុកទៅដាក់គ្រឿងបញ្ចូលកូរឲ្យសព្វឲ្យឡើងតែឈ្ងុយគ្រឿងណាបងប្អូនធ្វើម៉េចឲ្យឈ្ងុយគ្រឿងកូរចុះកូរឡើងកូរឲ្យឈ្ងុយគ្រឿងយើងដាក់ខ្ទិះដូងមុនបន្តិចក៏បានដាក់សាច់ហើយក៏បានដាក់សាច់យើងកូរឲ្យសព្វជាមួយនឹងគ្រឿងហើយក៏បានដែរបន្ទាប់មកយើងកូរសាច់ជាមួយគ្រឿងនឹងឲ្យសព្វគ្នាឲ្យស្ងួតទឹកព្រៃស្ងួតសាច់ហ្នឹងទៅកូរចុះកូរឡើងកូររហូតតដល់វាសព្វគ្រឿងហើយសពប់សាច់ទៅយើងមានខ្ទិះដូងនេះយើងដាក់ខ្ទិះដូងបន្តិចឲ្យវាឆ្អិនសាច់ល្អទៅយើងទុកក្រោយបន្តិចក៏បានចាក់ឲ្យអស់ក៏បានបន្ទាប់មកយើងគ្របចោលយើងគ្របទុកឲ្យវាពុះឆ្អិនសាច់សពហើយយើងបើកភ្លើងមកល្មមទុកវាហើយនេះពីដំបូងមុនអីគ្រូសាខ្ញុំដាក់ស្លឹកម្កាក់ឬក៏ម្ជូរអីផ្សេងអញ្ចឹងតែវគ្គនេះខ្ញុំដាក់ម្ជូរអង្ក្រងឥឡូវឆ្អិនហើយបងប្អូន review ចុះឡើងក៏ឆ្អិនជាស្ថាពរមើលឈ្ងុយបងប្អូនបើកមកឈ្ងុយហើយម្ជូរគ្រឿងខ្ញុំមានប៉ុណ្ណឹងបងប្អូនបុកគ្រឿងមកអីគ្រឿងផ្សំបងប្អូនដឹងហើយមានល្ក្រៃមានល្មៀតមានខ្ទឹមគ្រឿងយើងទិញមកស្រេចក៏បានដែរតែយើងកុំទិញអាគ្រឿងបុកវាអត់ឈ្ងុយទេបងប្អូនយើងទិញយកមកបុកខ្លួនយើងឲ្យបិទហើយឆ្អិនហើយបងប្អូនអាចហូបជាមួយនឹងខ្ញុំបានតែនេះអត់បានថតហូបជុំជាមួយគ្រូសាទេខ្ញុំភ្លុកសិនភ្លុកជាមួយនឹងបាយកកនេះណាបាយកកឆ្ងាញ់បងប្អូនសម្រាប់គ្រូសាខ្ញុំឆ្ងាញ់ហើយសម្រាប់បងប្អូនសាកធ្វើខ្លួនឯងទៅសម្រាប់និយាយរួមទៅសម្រាប់អ្នកចូលចិត្តទេបងប្អូនហើយអរគុណច្រើនមានតែប៉ុណ្្នឹងទេវីដេអូនេះ